តម្រង់មុខពីបែបនេះមកកាន់បែបនេះតាមរយៈរូបភាពពីសញ្ញានេះបងប្អូនទាំងអស់គ្នានឹងចាប់អារម្មណ៍ឃើញថាមានភាពខុសប្លែកគ្នាសម្រាប់រូបនាងខ្ញុំតតែម្ដងតាក់ទងជាមួយនឹងប៊ឺករូបភាពទី1គឺឃើញថាប៊ឺករបស់នាងខ្ញុំគឺធំខ្លាំងមែនទែនចំណែកឯរូបទី2គឺសង្កេតឃើញថាចាប់ផ្ដើមឃើញ slim ជាងមុនច្រើនខ្លាំងមែនទែនទទួលស្គាល់ថាសម្រាប់បងប្អូនមិត្តនារីរបស់យើងតែងតែមានភាពមិនពេញចិត្តទៅលើផ្ទៃមុខរបស់ខ្លួនឯងនៅពេលដែលមុខរបស់យើងចាប់ផ្ដើមមានសភាពស្បែកយាធ្លាក់មានប៊ឺកបែបនេះដូច្នេះបងប្អូននឹងមានអារម្មណ៍ថាមុខរបស់ខ្លួនឯងគឺចាស់ជាងវ័យខ្លាំងមែនទែនតែម្ដងហើយសម្រាប់អ្នកដែលគាត់មានប៊ឺកធំគាត់តែងតែជ្រើសរើសនៅក្នុងការប្រើប្រាស់ជាមួយនឹងសេវាកម្មដូចជាការចាក់រំលាយខ្លាញ់ប៊ឺកឬក៏ការប្រើប្រាស់ជាមួយនឹងការបូមខ្លាញ់ប៊ឺកជាដើមប៉ុន្តែសំណួរចោទសួរថាសម្រាប់អ្នកដែលគាត់មានខ្លាញ់តិចតួចដូចនាងខ្ញុំផ្ទាល់បងប្អូនទាំងអស់គ្នានឹងទទួលបានបទពិសោធន៍មួយថាខ្ញុំប្រើសេវាកម្មជាច្រើនដូចជាការចាក់រំលាយខ្លាញ់ប៊ឺកប៉ុន្តែមានឃើញប្លែកទៅណាទេជាការពិតណាស់ពីព្រោះដោយសារតែប៊ឺកនៅខាងក្រោមករបស់បងប្អូនទាំងអស់គ្នាហ្នឹងគឺកើតឡើងដោយសារតែស្បែកយាធ្លាក់ទេមិនមែនដោយសារតែខ្លាញ់ធំទេដូច្នេះបងប្អូនទាំងអស់គ្នាទៅជ្រើសរើសជាមួយនឹងការប្រើប្រាស់ចាក់រំលាយខ្លាញ់អីគឺប្រកាសណាគឺបានផលតិចតួចខ្លាំងមែនទែនដូច្នេះនៅក្នុងថ្ងៃនេះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាជាមួយនឹងការប្រើប្រាស់សេវាកម្មមួយដែលអាចនឹងជួយដោះស្រាយរាល់បញ្ហាទាំងអស់ដែលបងប្អូនកំពុងមានបងប្អូនទាំងអស់គ្នាអាចជ្រើសរើសការប្រើប្រាស់ជាមួយនឹងម៉ាស៊ីន RF ដែល RF នេះគឺពាក្យពេញហៅថា Radio Frequency ដែលក្នុងការប្រើប្រាស់ថាមពលដើម្បីជួយភ្ញូចទៅលើស្រទាប់ខ្លាញ់ក៏ដូចជាស្រទាប់ collagen របស់យើងឲ្យរីកលូតលាស់បានល្អជាងមុនដែលជាហេតុធ្វើឲ្យបងប្អូនទាំងអស់គ្នាទទួលបានអារម្មណ៍ថានៅពេលដែលធ្វើហើយគឺស្បែករបស់យើងចាប់ផ្ដើមហាប់តឹងណែនស្បែកដែលយាធ្លាក់នៅបរិវេណប៊ឺកនេះវាទៅជារឹបមកវិញដែលជាហេតុធ្វើឲ្យមានសភាពស្បែកមុខបែបនេះគឺឃើញ contour លក្ខយ៉ាងច្បាស់ដូច្នេះការប្រើប្រាស់បច្ចេកទេស RF គឺជាមធ្យោបាយដែលដោះស្រាយបញ្ហាដែលខ្ញុំបានជម្រាបនៅខាងលើបានយ៉ាងល្អបំផុតអរគុណ